សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Page The Star Tarot អញ្ចឹងថ្ងៃនេះយើងមកមើលថាតើរឿងអ្វីដែលអាចធ្វើឲ្យអ្នកសប្បាយចិត្តបាននៅក្នុងរយៈពេល80ថ្ងៃខាងមុខទៀតអញ្ចឹងយើងរាប់ទៅចាប់តាំងពីថ្ងៃដែលយើងមើលទៅ80ថ្ងៃខាងមុខទៀតហ្នឹងតើមានរឿងអីគេខ្លះអូខេអញ្ចឹងយើងចូលប្រធានបទរបស់យើងតែម្ដងស្រាប់អ្នកនៅនេះរឿងរ៉ាវដែលធ្វើឲ្យអ្នកទាំងអស់គ្នាណែនចិត្តតឹងចិត្តទាំងប្រមាណដែលយើងអត់ធ្មត់អត់ទ្រាំម្នាក់ឯងហ្នឹងវាដល់ទីបញ្ចប់ហើយនិយាយទៅវាដល់ទីបញ្ចប់របស់វាតែម្ដងហើយបើសិនជាអ្នកដែលគាត់កំពុងតែពិបាកចិត្តរឿងលុយកាក់រឿងការងារអីអញ្ចឹងគឺវាអាចនឹងល្អឲ្យអ្នកទាំងអស់គ្នាវិញហើយបើសិនជាអ្នកដែលថាគាត់មានបំណុលគាត់ត្រូវការលក់ដីលក់អីហ្នឹងគឺមានឱកាសខ្ពស់ថាអាចលក់ដីដាច់នឹងថ្ងៃអាចលក់ដីដាច់ហើយនិយាយទៅបានលៀបហ្មងបានលៀបពីរឿងនឹងមកហើយសម្រាប់អ្នកដែលថាគាត់មានតំណែងដែលថាមានបញ្ហាមួយគ្នាដែលតែងតែមានរឿងដែលឆ្លោះប្រកែកគ្នានឹងអាចថានឹងបាត់ស្ងប់នឹងអាចឲ្យគ្រួសារយើងនឹងជួបជុំគ្នាមានសុភមង្គលអីអញ្ចឹងណានឹងអាចល្អឡើងវិញហើយសម្រាប់អ្នកដែលនៅត្នេវិញអ្នកដែលនៅត្នេខ្ញុំឃើញអ្នកនៅនេះទីមួយគឺគាត់អាចថាជាមនុស្សដែល focus នៅលើរឿងអនាគតមុន focus លើរឿងអនាគតមុនរឿងគូជីវិតរឿងការងាររឿងលុយកាក់របស់គាត់ហ្នឹងគឺអត់អីទេខ្ញុំឃើញនឹងធ្វើឲ្យរៀងល្អដែរហើយគាត់មានឱកាសខ្ពស់ថានឹងមានអ្នកដែលគេចូលមកចាប់អារម្មណ៍គាត់តែគាត់ថាបើសួរខ្ញុំថាម្នាក់នេះអាចជាគូរបស់គាត់អត់អញ្ចឹងណាភាគរយដែលថាម្នាក់នេះជាគូរបស់គាត់នឹងវាតិចប៉ុន្តែមិនបានន័យថាវាអត់មានទេតែគាត់ថាលើយើងឃើញគាត់ឃើញថាគេចូលមកញ៉ាយយើងគេចូលមកចាប់អារម្មណ៍យើងតែថាជាគូរបស់យើងតែម្ដងអត់តាំងឃើញចេញមកច្បាស់អញ្ចឹងទេប៉ុន្តែជឿខ្ញុំតែខ្ញុំតែងតែនិយាយអញ្ចឹងពេលខ្លះបាច់ថាតតគូទេមិនយើងតាក់តងបើគេល្អដែរយើងមើលគេទៅតែត្រូវគ្នាស្រឡាញ់គ្នាទៅមិនចាំតតគូទេឃើញគេចូលមកចាប់អារម្មណ៍ហើយអ្នកដែលគេចូលមកចាប់អារម្មណ៍យើងហ្នឹងរូបរាងក៏មានអន់ដែររៀងសង្ហាដែរហើយក៏អត់មានទៅវ័យចាស់អីណាអាចថាអាយុ28ចុះក្រោមអីទេទាំងមនុស្សប្រុសទាំងមនុស្សស្រីអញ្ចឹងណាហើយអ្នកនៅនេះបើសិនជាចន្លោះពេលហ្នឹងមានអ្នកគេស្រឡាញ់យើងគេមកស្រឡាញ់យើងឬក៏គេនិយាយអីភាគច្រើនគេនិយាយការពិតហើយម្យ៉ាងទៀតហ្នឹងមានឱកាសខ្ពស់ថាម្នាក់នេះគឺជាមនុស្សដែលយើងអាចនឹងរៀបការជាមួយគ្នានៅថ្ងៃអនាគតបានការចាប់ផ្ដើមរបស់គាត់មិនចាប់ផ្ដើមមកឆៅឲ្យបាត់ឬក៏ចាប់ផ្ដើមកុហកយើងឬក៏មកហ្នឹងគឺអត់ស្មោះត្រង់មកយើងអីអត់ទេណាម្នាក់នេះគឺមកគឺមានភាពស្មោះត្រង់ឲ្យយើងតែម្ដងនិយាយច្បាស់ថាស្រឡាញ់ក៏ដល់អនាគតហ្មងស្រឡាញ់ចង់ចូលដណ្ដឹងយើងឬចូលស្ដីមួយយើងគឺគាត់ធ្វើមែនគាត់ធ្វើយើងឃើញហ្មងហ្នឹងហើយនិយាយទៅសម្រាប់អ្នកដែលមើលវីដេអូហ្នឹងរយៈពេល30ថ្ងៃទៀតខ្ញុំឃើញបាទវាល្អច្រើនតែប៉ុន្តែគាត់ថាអាមុនពេលដែលយើងទៅដល់កន្លែងល្អហ្នឹងយើងវាទុកច្រើនដែរហ្នឹងយើងទុកមែនតែយើងអត់និយាយប្រាប់ណាគេយើងបាក់ចិត្តខ្លាំងប៉ុន្តែវាដល់ទីបញ្ចប់នៃគេពិសោធន៍យើងហីដល់ទីបញ្ចប់នៃគេហៅថាអ្នកខាងលើដែលគេពិសោធន៍យើងតែយើងឆ្លងផុតអត់អីអញ្ចឹងណាហ្នឹងហើយដល់ទីបញ្ចប់គេឈប់ពិសោធន៍យើងអញ្ចឹងយើងវាជោគជ័យនៅកន្លែងហ្នឹងតែយើងជោគជ័យនៅបទពិសោធន៍របស់គេហ្នឹងឆ្លងផុតអាភាពលំបាកហ្នឹងគឺវាមានរឿងល្អខ្លះកើតឡើងលើយើងហើយដូចគេនិយាយចឹងថាបើសិនជាយើងដែលឆ្លងកាត់រសជាតិល្វីងយើងមិនស្គាល់រសជាតិផ្អែមអញ្ចឹងណាអ្នកនៅនេះមានគ្រប់សពមកមានទាំងរឿងជីវិតរឿងលុយកាក់រឿងស្នេហាមកទាំងអស់ចាំមិនន័យថាអ្នកមើលនេះគឺមានច្រើនវ័យហ្នឹងហើយអូខេអញ្ចឹងដោយសារតែនេះវាជា general reading បើចង់ច្បាស់អាចឆាតទៅខាង admin បានដើម្បីទូទាត់តខ្លួនឬក៏ប្រឹក្សាតខ្លួនបានដូចគ្នាអញ្ចឹងបើសិនជាពេញចិត្តវីដេអូហ្នឹងកុំភ្លេចចុច like comment និង share វីដេអូនេះផងចាំជួបគ្នានៅក្នុងវីដេអូក្រោយណាអរគុណច្រើនបាយបាយ